ជាគតិអប់រំមុននឹងយើងទទួលសន្តោសប្រណីយកអាសាអ្នកណាម្នាក់យើងគួរតែសិក្សាស្វែងយល់អំពីបុគ្គលិកលក្ខណៈចរិតនិស្ស័យរបស់បុគ្គលនោះឲ្យច្បាស់លាស់ជាមុនសិនជៀសវាងយើងជួបមនុស្សពាលមនុស្សអាត្មានិយមដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមិនខ្វល់អំពីសុខទុក្ខភាពក្តៅក្រហាយរបស់អ្នកដទៃមានវេលាថ្ងៃមួយមានកម្មប្រមាមួយក្បាលវាដើរស្វែងរកទីស្នាក់អាស្រ័យវាដើរទៅក៏បានជួបនឹងសម្បុកពស់ហើយក៏សុំពស់រស់នៅក្នុងសម្បុកនោះជាមួយនឹងសត្វពស់ទាំងអស់នោះហើយពស់ក៏បានយល់ព្រមឲ្យកម្មប្រមាចូលទៅរស់នៅក្នុងសម្បុកជាមួយក្រុមរបស់ខ្លួនមិនយូរប៉ុន្មានពស់គឺមានការលំបាកជាខ្លាំងដោយសារតែរោមរបស់កម្មប្រមានឹងវាមានភាពមុតស្រួចអញ្ចឹងពេលវាទៅណាមកណាទៅវាតែងតែមុតរោមរបស់កម្មប្រមាដែលបានជ្រុះនៅក្នុងសម្បុកហ្នឹងអញ្ចឹងក៏ពស់ហ្នឹងក៏បានសុំឲ្យកម្មប្រមាចេញពីសម្បុករបស់ខ្លួនទៅដើម្បីឲ្យគេរស់នៅបានសុខសាន្តដូចពីពេលមុនពេលនោះកម្មប្រមាថាទេខ្ញុំមិនចេញទេកំឡុងពេលដែលខ្ញុំរស់នៅទីនេះគឺខ្ញុំរស់នៅបានសុខសាន្តណាស់សម្រាប់អ្នកណាម្នាក់ក្នុងចំណោមពួកឯងបើសិនជារស់នៅទីនេះមិនសុខស្រួលទេមិនចង់រស់នៅទីនឹងទេក៏សូមទៅរស់នៅកន្លែងផ្សេងទៅ